วิธีโจลเติมปลา account Telegram ថ្មីដោយ free មិនចាំបាច់បង់លុយបងប្អូនទាំងអស់គ្នាដែលប្រើប្រាស់ account Telegram ពីមុនមក Telegram អាចឲ្យយើងប្រើប្រាស់ free មិនគិតថ្លៃតែឥឡូវនេះនៅពេលដែលយើងចូលទៅបើក account ថ្មីឬក៏ account ចាស់នឹងដដែលនៅលើទូរស័ព្ទថ្មីណាមួយគឺគេតម្រូវឲ្យបង់លុយហើយទោះបី account ចាស់ក៏ដោយឲ្យបង់ជាខែឬក៏បង់ជាសប្តាហ៍មែនអត់តែឥឡូវនេះបងប្អូនយើងខ្ញុំមានវិធីសាស្ត្រខ្លះដែលអាចឲ្យបងប្អូនប្រើប្រាស់ account Telegram នឹងបានដោយមិនចាំបាច់បង់លុយអញ្ចឹងចង់ដឹងថាវិធីសាស្ត្រនោះគេប្រើបែបណាតោះចូលទៅមើលការបង្ហាញរបស់ខ្ញុំទាំងអស់គ្នាអូខេអញ្ចឹងដំបូងឡើយបងប្អូនចូលមកកាន់ Facebook ហើយ account Facebook របស់យើងហ្នឹងហើយបន្តមកទៀតបងប្អូន search រកពាក្យ Asado ហើយបងប្អូននឹងឃើញ page របស់យើងខ្ញុំផ្ទាល់តែម្ដងបងប្អូនចូលមកកាន់ page Asado មកគឺ logo ពណ៌ខ្មៅហ្នឹងមានតែមួយបងប្អូនហើយអ្នកតាមដាន 175k follower ហើយបងប្អូននឹងឃើញ link មួយខាងលើនេះហើយពួកខ្ញុំ pin នៅលើគេណាអញ្ចឹង page របស់យើងមានតែមួយគត់ចាំបងប្អូនចុចនៅលើ link ហ្នឹងមកអញ្ចឹងបញ្ជាក់តិចពេលដែលបងប្អូនចុចមកគឺនឹងចូលមកកាន់ channel Telegram របស់យើងផ្ទាល់តែម្ដងដែលមានសមាជិក12000 អ្នកជាងនេះណាបងប្អូនណាចានេះជា channel ផ្ទាល់ខ្លួនរបស់យើងហើយបងប្អូននឹងឃើញ link Telegram មួយដែលខ្ញុំសរសេរដាក់នៅហ្នឹងបងប្អូនយកដៃចុចនៅលើសញ្ញាព្រួយហ្នឹងមកវានឹង download ចូលមកក្នុងទូរស័ព្ទយើងអូតូតែម្ដងឃើញទេដំបូងឡើយគឺចុចអញ្ចឹងសិនណាបងប្អូនហើយនឹងឃើញខ្ញុំដាក់សរសេរនៅហ្នឹងតែម្ដងគឺជា link Telegram ប្រើមិនគិតលុយនៅក្នុងក្រុមគេណាអញ្ចឹងចូលមកត្រូវយកដៃចុចឲ្យdownload ចូលទៅក្នុងទូរស័ព្ទរបស់យើងសិនឲ្យវាចេញសញ្ញាស្លឹកចឹងសិនណាហើយយកដៃចុចលើនឹងមួយមកនឹងឃើញពី install ចុចលើ install ហ្នឹងហើយចុចលើ install anyway ខាងក្រោមនេះទៀតហើយរងចាំ update បញ្ជាក់ជូនចារងចាំ update ដល់ពេលដែល download ពេញហើយបងប្អូនចុច open ក៏បានចុច download ក៏បានណាចាអញ្ចឹងយើងចុច down សិនទៅហើយយើងទៅមើលនៅលើទូរស័ព្ទដៃរបស់យើងនេះឃើញទេនេះជា Telegram version ចាស់ចានេះជា Telegram version ថ្មីឃើញទេនេះ version ចាស់ logo បែបហ្នឹងគឺប្រើបានដូចគ្នាតែអត់មានទាមទារបង់លុយទេប្រើបានដូចគ្នាទាំងអស់នេះចាំមើលខ្ញុំចូលមកចុចរបៀប log in បងប្អូនចូលមកហើយចុច start message ចុចពាក្យ continue ចុចពាក្យ allow ហើយយើងវាយលេខទូរស័ព្ទរបស់យើងចូលទៅចារើសប្រទេសផងដាក់ Cambodia ហើយដាក់លេខទូរស័ព្ទយើងហើយយើងចុចសញ្ញាព្រួយចាចុចសញ្ញាព្រួយរួចហើយចុចពាក្យ continueចាហើយចុចពាក្យ allow ម្ដងទៀតអញ្ចឹង Telegram ក្រុមហ៊ុន Telegram នឹងផ្ញើកូដចាផ្ទៀងផ្ទាត់ចំនួន5ខ្ទង់ទៅលេខទូរស័ព្ទរបស់យើងចាចូល message ឬក៏ចូល Telegram ចាស់របស់យើងនៅទូរស័ព្ទចាស់ហ្នឹងណាហើយយើងយកលេខកូដហ្នឹងយកមកវាយចូលនៅក្នុងចា cloud ទាំងអស់ហ្នឹងអរគុណច្រើនសម្រាប់ការតាមដានទស្សនាពីដើមដល់ចប់សង្ឃឹមថាយើងនឹងជួបគ្នានៅចំណេះដឹងថ្មីបន្តទៀតអរគុណឬក៏ Telegram ចាស់ដែលយើងកំពុងប្រើនៅទូ